ថ្ងៃនេះគឺជាថ្ងៃសុក្រ8កើតខែវិសាខអដ្ឋស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី24ខែមេសាឆ្នាំ2026ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីបុណ្យជាមួយនឹងលោកគ្រូថាហើយនឹងអ្នកវិញ្ញរិនដោយធ្វើទៀនជាផ្លែស្វាយដែលស្វាយទាំងអស់នេះដាំដោយអ្នកម្ដាយខ្ញុំភួងអៀមហើយនឹងលោកពុកមុំហែមបាទគាត់ជាអ្នកដាំដុះអញ្ចឹងខ្ញុំសូមឧទ្ទិសកុសលនេះជូនដល់គាត់សូមឲ្យកុសលផលបុណ្យនេះកើតមានដល់លោកឪពុកអ្នកម្ដាយនិងបងប្អូនសាច់ញាតិលោកឪពុកប៉ិនពុំនិងបងប្អូនសាច់ញាតិញាតិកាទាំង7សន្តានទាំងអស់ដែលបាក់បែកចែកឋានទៅហើយក៏សូមមកទទួលផលបុណ្យកុសលដែលកូនបានធ្វើនៅពេលនេះសូមអនុមោទនាបុណ្យកុសលនេះឲ្យបានគ្រប់គ្នាបន្ទាប់ពីអស់លោកបានទទួលសោយនៅផលបុណ្យទាំងអស់ហើយក៏សូមមេត្តាងាកក្រោយឲ្យពរដល់កូនចៅដែលរស់រានមានជីវិតនៅសប្តាហ៍ថ្ងៃនេះសូមឲ្យបានជួបប្រទះសេចក្តីសុខសេចក្តីចម្រើនរកប្រកបរបរទទួលទានអ្វីសូមឲ្យដាក់ចុះដោះឡើងក៏កើតកំណើតអ្វីក៏សូមឲ្យចម្រុងចម្រើនគ្រប់ការងារដែលកូនចៅបំពេញសូមឲ្យបានសម្រេចលទ្ធផលគ្រប់បំណងប្រាថ្នាទាំងអស់កុំបីអខានទោះជាកូនចៅរករបរទទួលទានជួញដូរទំនិញផ្សេងលក់ដូរធ្វើអាជីវកម្មមុខរបរអីផ្សេងនៅភ្នំពេញនៅអរិយខ្សាត់នៅព្រៃកបៅក៏សូមបានទទួលផលបុណ្យនេះដើម្បីរករបរទទួលទានចម្រុងចម្រើនកុំតកាំងរុងរឿងមានភ្ញៀវចេញចូលទិញដូរឲ្យបានច្រើនគ្រប់ពេលវេលាទាំងអស់គ្នានឹងទទួលបានសេចក្តីសុខសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតទាំងអស់គ្នាសូមអនុមោទនា